សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយអ៊ូឆាំងថ្ងៃនេះយើងមកសម្រាយនៅខ្សែរឿងបរិចិត្តឆើនៅអេពីសូតទី5យើងក៏បានឃើញនៅឡានជាច្រើននិងមនុស្សជាច្រើនដែលបានចូលនៅក្នុងឃ្លាំងដែលភីដួងកាងបានចូលនឹងនាំគ្នាសម្រុកឡើងលើអគារមនុស្សដែលបានដឹកនាំគ្នាមកនោះគឺជាថេកគូកាងក៏បានឃើញនៅប្រូម៉ាប់ដែលបានត្រូវភីដួងកាងវាយយ៉ាងធ្ងន់ធ្ងរគ្នារបស់ថេកគូកាងក៏និយាយថាគេនៅសល់តែដង្ហើមបន្តិចនោះទេគេចង់និយាយអំពីអ្វីមួយតែគេនិយាយមិនបានថេកគូកាងក៏សាំនឹងប្រូម៉ាប់ពេកក៏និយាយថាអើយពិតជាគួរខ្ពើមែនក៏បានយកកាំបិតសម្រាប់ប្រូម៉ាប់ចោលកូនចៅម្នាក់ក៏និយាយទៅថេកគូកាងថាយើងគួរតែដេញគេទេប្រហែលគេមិនទាន់ទៅណាឆ្ងាយទេច្បាយថេកគូកាងក៏កាច់កមើលកាមេរ៉ានិងបានបន្តថាបងប្អូនប្រុសតូចដ៏ឆ្លាតវៃរបស់ខ្ញុំឃើញវាគ្រប់គ្រាន់ហើយយើងក៏បានឃើញនៅសកម្មភាពរបស់ភីដួងកាងមកមើលកាមេរ៉ាសុវត្ថិភាពពេលនោះភីដួងកាងដូចជាបានឃើញអ្វីម្យ៉ាងនិងបានធ្វើមុខយ៉ាងកាចនិងសម្ដីរបស់ថេកគូកាងក៏និយាយថាធ្វើឲ្យវាហត់តាមក្លិនក្រអូបរហូតទៅកន្លែងនេះគឺចំមានន័យថាធ្វើឲ្យភីដួងកាងរកឃើញផុសតាំងអ្វីដែលគេចង់ឲ្យរកឃើញតែប៉ុណ្ណោះចូលខ្សែរឿងយើងវិញក៏បានឃើញនៅក្រុមហ៊ុនសេនហ្វាគ្រប់និងថេកគូកាងក៏បានចុះពីលើឡានមានទាំងអង្គរៈធ្វើការគ្រប់ប៉ុន្តែអង្គរៈ2នាក់នោះក៏បានហាមឃាត់ថេកគូកាងមិនឲ្យចូលនិងនិយាយថាខ្ញុំសូមទោសលោកគ្មានការអនុញ្ញាតឲ្យចូលទេថេកគូកាងក៏បន្តតែឯងមិនស្គាល់ថាយើងជានរណាទេឆាប់ថយចេញឲ្យឆ្ងាយទៅថ្ងៃនេះយើងមិនចង់សម្លាប់មនុស្សទេអង្គរៈម្នាក់នោះក៏បន្តការប្រជុំនៅថ្ងៃនេះឲ្យអ្នកដែលមិនបានអញ្ជើញចូលទេយើងជាថេកគូកាងនៃសម្ព័ន្ធសេនហ្វាគ្រប់ហេតុអ្វីបានជាឯងនិយាយពាក្យនេះជាមួយយើងប៉ុន្តែនេះជាបញ្ជាថ្នាក់លើថេកគូកាងក៏បញ្ចេញកាំបិតបំរុងធ្វើឲ្យអង្គរៈនោះស្ពៃទៅហើយអំឡុងពេលនោះមូកាងក៏បានដើរចូលមកហើយក៏និយាយថាហេបងប្រុសឯងមិនទាន់បោះបង់ទម្លាប់អាក្រក់របស់ឯងចោលទៀតអូឯងប្រហែលជាផ្លាស់ប្ដូរវាមិនបាននោះទេតើអ្នកណាខ្លះយកកាំបិតតាមខ្លួនដូចជាឯងអាកូនឆ្កែឯងឆាប់យកឈើចាក់ថ្មីរបស់ឯងនិងទម្លាប់អាក្រក់របស់ឯងចេញពីមុខនៃសម្ព័ន្ធសេនហ្វាគ្រប់នេះទៅថេកគូកាងក៏តបនឹងនិយាយទាំងសង្កឹកថ្មីថាតែឯងមានសិទ្ធិអ្វីដើម្បីសម្រេចយើងក៏មានឈ្មោះនៅក្នុងបញ្ជីប្រតិបត្តិដែរកាងក៏បន្តមិនគ្រប់តំណែងទេឯងគ្រាន់តែជាទីងមងដែលសម្រាប់សម្ដែងឲ្យសេនហ្វាគ្រប់តែប៉ុណ្ណោះមនុស្សដូចជាឯងចាំតែបង្ករឿងចង់មកកាន់សេនហ្វាគ្រប់ទៅដេកផ្ទះទៅអាកូនក្មេងដ៏ល្អនិងបន្តឯងត្រូវតែដោះស្រាយរឿងដែលឯងបានបង្កបើឯងមិនចង់ឲ្យក្រុមហ៊ុនស្អុយដោយដៃរបស់ឯងថេកគូកាងក៏និយាយទាំងកំហឹងថាប៉ុន្តែឯងគ្មានតម្លៃក្នុងការមើលងាយយើងនោះទេមុខកាងក៏បានបែរមុខមកនឹងតបតើឯងចង់ស្លាប់ឥឡូវតើមែនទេហើយឥឡូវខ្ញុំចង់សាកល្បងជាមួយកីឡាករដែលធ្លាប់ប្រយុទ្ធជាច្រើនដងចង់ដឹងថាវាមានអារម្មណ៍យ៉ាងម៉េចដែរមុខកាងក៏បានបន្តទាំងកំហឹងនិងបញ្ចេញនៅសរសៃថាថ្ងៃនេះខ្ញុំនឹងកាច់បំបាក់ឆ្អឹងរបស់ឯងថេកគូកាងក៏បានសម្រុកចូលនិងស្ទុះនឹងយាដៃវាយទៅហើយក៏មានបរិសម្នាក់បានស្រែកថាខំគ្នាល្មមបានហើយបរិសម្នាក់នេះមានឈ្មោះថាឆាអ៊ូកាងជាកូនប្រុសទី1របស់សេនហ្វាគ្រប់និងបានដើរកាន់មុខពួកគេទាំងពីរដោយអំណាចក៏បានថាថេកគូកាងបើឯងចង់នៅក្នុងអាជីវកម្មគ្រួសាររក្សាតំណែងរបស់ឯងក្នុងការដែលឯងបានប្រាប់យើងកុំយកអំណាចបន្តិចរបស់ឯងដែលខំគេវាពិតជាគួរឲ្យស្អប់តើឯងយល់ទេថេកគូកាងក៏បានលេបនៅកំហឹងដែលគេបានមើងងាយនោះនឹងបានគោរពនិងនិយាយថាខ្ញុំយល់ហើយបងប្រុសធំនឹងបានគិតថាពិតជាមានន័យណាស់បន្តិចទៀតយើងនឹងធ្វើឲ្យពួកឯងដឹងថាតើនរណាជាតោឲ្យពិតប្រាកដយើងក៏បានកាត់មកបាមួយកន្លែងនិងបានឃើញឯកសារអាជីវកម្មខុសច្បាប់របស់សេនហ្វាគ្រប់និងបានឮសម្លេងនិយាយថានេះគឺជាបញ្ជីពេញលេញរបស់ក្រុមហ៊ុនសេនហ្វាគ្រប់ថេកគូកាងក៏បានតបថាឯងធ្វើការងារពិតជាបានល្អបងប្អូនរបស់ខ្ញុំពិតជាជ្រូកដែលលុបលួនបំផុតតើឯកសារនិងព័ត៌មានទាំងអស់នេះតើឯងបានមកពីណាប្រូម្នាក់ក៏ត្រូវជាកូនចៅរបស់គេក៏បាននិយាយថាខ្ញុំបានយកមកពីក្រុម hacker ពីប្រទេសចិនតកែគឺកិច្ចព្រមព្រៀងច្បាស់លាស់ល្អប៉ុន្តែបើរឿងនេះបញ្ចេញយើងមានបញ្ហាទេច្បាយថេកគូកាងក៏បន្តនិយាយថាយ៉ាងម៉េចឯងខ្លាចយើងឲ្យឯងទទួលទោសជំនួសយើងតែមែនទេប្រូម្នាក់នោះក៏បានតបយ៉ាងលឿនថាទេច្បាយខ្ញុំនៅជាមួយច្បាយគ្រប់ពេលល្អយើងត្រូវការមនុស្សទៅការិយាល័យកណ្ដាលជាមួយយើងនៅពេលខាងមុខយើងសង្ឃឹមថាឯកសារនេះធ្លាក់ទៅលើដៃភីដួងកាងប្រូម្នាក់នោះក៏បានតបខ្ញុំនឹងធ្វើវាឲ្យបានល្អតកែអង្គរៈម្នាក់នោះក៏បន្តសួរទៀតថាតកែហេតុអ្វីបានជាភីដួងកាងមិនមានអំណាចដោយលោកប្រុសទតីថេកគូកាងក៏បាននិយាយថាគេមានក្តីស្រមៃតាំងពីក្មេងចង់ខ្លាចជាព្រះរាជអាជ្ញាបើគេមកធ្វើការនៅក្រុមហ៊ុនសេនហ្វាគ្រប់គេមិនចូលចិត្តក្នុងការស្ដាប់បញ្ជានរណាម្នាក់នោះទេហើយក៏មិនធានាថាគេចង់ធ្វើអ្វីដែលពុកយើងបញ្ជានោះដែរប្រូម្នាក់នោះក៏បន្តថាវាល្អដែរដែលយកភីដួងកាងធ្វើជំនួយថេកគូកាងក៏បន្តដោយសារតែគេដូចជាបិសាចនេះហើយដែលអាចហែកសាច់ជញ្ជក់ឈាមបងប្អូនខ្ញុំបានយើងក៏បានឃើញនៅគ្នាថេកគូកាងប្រមូលផ្ដុំពួកគេក៏បានអោននិងបានស្រែកថាសូមគោរពច្បាយថេកគូកាងក៏បានបន្តយើងដល់ពេលសម្អាតធូលីតូចនៅសម្ព័ន្ធសេនហ្វាគ្រប់ហើយត្រឡប់មកទួប្រុសយើងវិញដែលត្រូវបានរបួសយ៉ាងច្រើននៅពេលដែលប្រយុទ្ធជាមួយនឹងប្រូម៉ាប់ដោយសុទ្ធតែស្នាមកំបិតនិងបានគិតនឹងសម្ដីប្រូម៉ាប់ថាគេសន្យាថាឲ្យខ្ញុំជួបឯងប្រសិនបើខ្ញុំប្រគល់ម្ដាយឯងឲ្យទៅគេភីដួងកាងក៏បានចុចទូរស័ព្ទទៅនរណាម្នាក់យើងក៏កាត់មុខកាងដែលបានដើរចេញពីក្រុមហ៊ុនសេនហ្វាគ្រប់ក៏សម្ដៅទៅឡាន
បានប៉ុន្តែក៏បានឃើញអង្គរៈម្នាក់ក៏បានដេកក៏បានហៅថាហេនឹងបានផ្ទះមួយកំភ្លៀងអ្នកដែលបាននៅជិតនោះក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមុខកាំងក៏បានធាក់យករហូតដល់អង្គរៈរបស់គេខាត់អង្គរៈម្នាក់នោះមានឈ្មោះថាឈុនសេនក៏បានខាត់នឹងនិយាយថាប៉ុណ្ណឹងបានឯចវាយឥឡូវមនុស្សកំពុងតែមើលច្រើនអំឡុងពេលនោះមុខកាំងក៏បានបែរមកផ្ទះមួយកំភ្លៀងនឹងនិយាយថាហែងស្អីគេបានហ៊ានមកហាមអញនៅតែគិតថាយើងជាមិត្តរបស់ឯងនៅវិជាឡ័យទៀតមែនទេឥឡូវនេះអញគ្រាន់តែជាឆ្កែធ្វើការឲ្យយើងតែប៉ុណ្ណោះឈុនសេនក៏បានសូមទោសចវាយដោយការគោរពនិងបន្តអញគួរតែដឹងអំពីបន្ទាត់ឯងរវាងយើងឈុនសេនក៏បានតបថាខ្ញុំមិនភ្លេចទេចវាយពេលនោះទូរស័ព្ទក៏បានរោមុខកាំងក៏បាននិយាយអាឡូអ្នកដែលបានទេនោះគឺជាភីដុងកាំងយើងកាត់កលេចមកពេលដែលភីដុងកាំងឆែកនៅកាមេរ៉ាក៏បានឃើញមុខកាំងនៅក្នុងកាមេរ៉ាដែលជាប់តាក់ទងនឹងការស្លាប់របស់ម្ដាយភីដុងកាំងកលេចមកបច្ចុប្បន្នភីដុងកាំងក៏បាននិយាយទាំងមុខមាត់ថាសុខសប្បាយទេបងប្រុសតើបងមានអ្វីតាក់ទងជាមួយម្ដាយរបស់ខ្ញុំមុខកាំងក៏និយាយក្នុងករណីយើងគឺមិនដឹងតើឯងចង់បានសេនហ្វាគ្រប់រហូតដល់ឈួតហើយមែនទេតែបើឯងចង់ជួបយើងឯងប្រហែលដឹងថាជួបយើងនៅកន្លែងណាហើយយើងកាត់មកពេលដែលមុខកាំងកំពុងរៀបចំវាយនៅបាវសាក់និងបានដាក់ឆ្វេងស្ដាំរហូតដល់ដាច់នៅចង្វាក់ប៉ុន្តែយើងក៏បានឃើញនៅបាវសាក់នោះពោពេញដោយឈាមមុខកាំងក៏និយាយថាអាមួយនេះពិតជាធ្វើឲ្យយើងខូចអារម្មណ៍មែនឆាប់យកវាចេញទៅយើងក៏បានឃើញគឺរបស់ដែលបានវាយនោះគឺជាមនុស្សនៅបន្តតើកិច្ចការដែលយើងប្រគល់ឲ្យឯងយ៉ាងម៉េចហើយឈុនសេនក៏បានតកំពុងធ្វើជារួចហើយតកែមុខកាំងក៏បន្តផានការរបស់ធីគូកាំងគឺងាយស្រួលក្នុងការចាត់ការប៉ុន្តែអាបីសាញនោះមិនដឹងថាវាមានគម្រោងការអ្វីទេប៉ុន្តែយើងមិនដែលខ្លាចវាទេនឹងបន្តឆាប់ប្រាប់កូនចៅយើងថាបន្តនៅសកម្មភាពបន្តទៀតទៅយើងមិនអនុញ្ញាតឲ្យវាបំផ្លាញយុទ្ធនាការរបស់ឪពុកយើងបានទេឈុនសេនក៏បានតបថាបានលោកម្ចាស់ខ្ញុំនឹងធ្វើវាឲ្យបានល្អនឹងបានបកដៃឲ្យឈុនសេនបានដើរចូលនឹងចាប់ក្បាលហើយសួរថាតើបានឃើញអ្វីជាប់នៅជើងរបស់យើងទេយើងក៏បានឃើញនៅឈាមដែលបានប្រឡាក់ស្បែកជើងមុខកាំងនឹងបន្តឯងមិនចង់ឲ្យចង្វាយរបស់ឯងដើរពេញទីក្រុងដោយប្រឡាក់ឈាមបែបនេះទេឯងមិនឆាប់ធ្វើទូនាទីរបស់ឯងទេអង្គរៈជាច្រើនអ្នកដែលឈរនៅជិតនោះក៏បានសោកយើងក៏បានឃើញរូបថតដែលមុខកាំងថតជាមួយនឹងឈុនសេនក៏បានបែកឈុនសេនក៏បានអោនទៅលិតឈាមដែលបានប្រឡាក់នោះមុខកាំងក៏បាននិយាយទាំងអស់សំណោចថាឯងត្រូវចាំពីពេលនេះតទៅឯងជានរណាយើងជានរណាឈុនសេនពេលនោះឈុនសេនក៏បានដើរចេញពីផ្ទះមុខកាំងនិងនិយាយទាំងស្ងាត់ថាគេគឺបានផ្លាស់ប្ដូរហើយខ្ញុំគួរតែហៅគេថាអ្នកគ្រប់គ្រងវិញគឺសមរម្យជាងពេលនោះយើងក៏បានឃើញនៅភីដុងកាំងបានឈប់នៅទីនោះនិងនិយាយថាខ្ញុំត្រូវតែចាត់ការឈុនសេនសិនមុននឹងចាត់ការមុខកាំងគឺគេជាដៃស្ដាំសំខាន់ខ្ញុំមិនចង់ចាត់ការលោកទេប៉ុន្តែលោកបានពាក់ព័ន្ធនឹងករណីហ្នឹងភីដុងកាំងក៏បានដើរចូលទៅដោយដៃកាន់ញួរប៉ុន្តែមើលទៅឈុនសេនមិនមានការភ័យខ្លាចនោះទេក៏បានសួរទៅកូនចៅខ្លួនឯងថាហេតុអ្វីបានជាឯងប្រឡែងឆ្កែឈួតចូលមកនឹងបានទម្លាក់ឯកោមចុះភីដុងកាំងក៏បានបន្តនិយាយថាខានជួបគ្នាយូរហើយឈុនសេនក៏បានតបល្អរយៈពេលយូរហើយខ្ញុំមិនបានឃើញឯងបង្ហាញខ្លួននៅទីនេះតែម្នាក់ឯងទេនឹងបន្តខ្ញុំមិនដឹងថាឯងមកទីនេះដើម្បីចង់បានអ្វីនោះទេប៉ុន្តែថ្ងៃនេះគឺជាថ្ងៃដ៏ល្អមួយដែលខ្ញុំបានប្រយុទ្ធជាមួយនឹងមនុស្សល្បីអំឡុងពេលនោះភីដុងកាំងក៏បានសម្រុកចូលដោយដៃកាន់នៅញញួរក៏បានវាត់ទៅឈុនសេនប៉ុន្តែឈុនសេនក៏បានអោនមកក្រោមនិងបានមាត់មួយដៃធ្វើរបូតមួកឈុនសេនក៏បាននិយាយថាឯងមានតែប៉ុណ្្នឹងទេភីដុងកាំងក៏បានតបលោកនៅតែដដែលយើងមកស្គាល់ប្រវត្តិឈុនសេនជាកីឡាករជើងឯក MMA នឹងបានបន្តថាយើងរៀងចាស់ប៉ុន្តែត្រឹមឯងភីដុងកាំងគឺឯងមិនអាចទៅរួចនោះទេឈុនសេនក៏បន្តទៀតថាខ្ញុំមិនចង់លូកដៃរឿងបងប្អូនរបស់គេទេប៉ុន្តែគេគឺជាចង្វាយរបស់ខ្ញុំភីដុងកាំងក៏បានតបខ្ញុំមកទីនេះមិនមែនមកដើម្បីរឿងក្រុមហ៊ុននោះទេខ្ញុំគ្រាន់តែចង់ដឹងថាតើអ្នកណាជាអ្នកពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋកម្មម្ដាយរបស់ខ្ញុំតែបើលោកមិនថយចេញពីផ្លូវរបស់ខ្ញុំទេខ្ញុំមិនក៏មិនអត់ឱនឲ្យលោកដែរនឹងបានស្ទុះចូលម្ដងទៀតឈុនសេនក៏និយាយបើឯងចង់បានគេត្រូវឆ្លងកាត់ខ្ញុំឲ្យផុតសិនចុះនឹងបានធាក់ដៃភីដុងកាំងធ្វើឲ្យជ្រុះញញួរនឹងបានមាត់ទៅមួយដៃប៉ុន្តែភីដុងកាំងកិច្ចផុតភីដុងកាំងមិនប្រឡែងនៅអាកាសនេះទេក៏បានយាដាក់មួយដៃប៉ុន្តែឈុនសេនក៏បានរងនឹងដាក់មួយដៃទៅវិញយ៉ាងធ្ងន់ធ្វើឲ្យភីដុងកាំងគឺដួលនៅនឹងកន្លែងឈុនសេនក៏អង្គុយហើយនិយាយថាយ៉ាងម៉េចហើយអាកូនឆ្កែឈួតអំបាយមេឯងនិយាយពិតជាលយខ្លាំងណាស់យើងក៏កាត់មកមុខកាំងក៏បាននិយាយទាំងមុខកាយថាឯងពិតជាមកមែនយើងក៏កាត់មកឈុនសេនវិញបានម៉ាត់ភីដុងកាំងមួយដៃទៀតនឹងបន្តនិយាយឯងចង់ចាប់បងប្រុសឯងចេញពីក្រុមហ៊ុនសេនហ្វាគ្រប់មែនមុននឹងឯងចាប់គេឯងត្រូវមកជាមួយយើងសិនពេលនោះឈុនសេនក៏បានចាប់នៅកអាវរបស់ភីដុងកាំងអូសពេលដែលអូសនោះភីដុងកាំងក៏បានងើបរួចឈុនសេនក៏បានយាដៃនឹងនិយាយពិតជារឹងរូសមែនប៉ុន្តែពេលនោះភីដុងកាំងក៏បានរុញនៃជើងខ្លួនឯងធាក់នឹងដីបានរត់បំបុកធ្វើឲ្យទប់នៃជញ្ជាំងឈុនសេនក៏បានយកកែងរបស់ខ្លួនមកអុកយកធ្វើឲ្យភីដុងកាំងមានការឈឺចាប់យ៉ាងខ្លាំងនិងធ្វើឲ្យថយទៅក្រោយបន្តិចប៉ុន្តែភីដុងកាំងក៏តស៊ូសម្រុកចូលដងទៀតនឹងបានវាយមួយដៃតែមួយដៃនោះឈុនសេនក៏បានទប់ជាប់តែការទប់ជាប់នេះមិនឲ្យឈុនសេនតដៃបាននោះទេយើងក៏កាត់មកមុខកាំងក៏បានដើរចុះពីបន្ទប់ដើម្បីមកមើលការប្រយុទ្ធគ្នាយើងក៏រលែងមកមើលការប្រកួតវិញក៏បានឃើញនៅភីដុងកាំងនៅលើឈុនសេនដោយបានច្បាច់កយ៉ាងខ្លាំងធ្វើឲ្យឈុនសេនប៊ីសនឹងដាច់ខ្យល់ទៅហើយប៉ុន្តែឈុនសេនបានយាជង្គង់ដាក់មួយជង្គង់ធ្វើឲ្យភី
ដួងកាំងបានទៀតភីដួងកាំងមិនចោះចាយនោះទេក៏បានរត់ចូលម្ដងទៀតនឹងបានវត្តមួយដៃប៉ុន្តែខុសឈុនសេនក៏បានក្រាបចុះនឹងចាប់ជើងបង្វែរដើម្បីក្លេភីដួងកាំងនឹងសោយឯងបានចប់ហើយនឹងខំប្រឹងកាច់បំបាក់នៃជើងភីដួងកាំងយ៉ាងខ្លាំងប៉ុន្តែសហានភាពពេលនោះបានធ្វើឲ្យភីដួងកាំងសោយយ៉ាងកាចដោយឈុនសេនប្រាប់ថាឯងឆាប់ឈប់ភ្លាមប៉ុន្តែភីដួងកាំងបានកាច់បំបាក់នៃជើងឈុនសេនធ្វើឲ្យស្រែកយ៉ាងខ្លាំងយើងក៏បានឃើញសភាពជើងរបស់ឈុនសេនគឺបានបាក់ទៅហើយនឹងបន្តសម្ដីដោយការឈឺចាប់ថាមុខកាំងគឺមិនទុកឯងជាបងប្អូននោះទេបើឯងដើរចូលទៅគេមិនសោកស្ដាយក្នុងការសម្លាប់ឯងនោះទេឯងច្បាស់ជាមិនដឹងរឿងអសិលរបស់គេនោះទេភីដួងកាំងក៏បានបែរមុខបន្តិចមកដើម្បីស្ដាប់ឈុនសេននិយាយបន្តទៀតថាមុខកាំងគេជាមនុស្សដែលមិនយល់ពីការឈឺចាប់របស់អ្នកណាម្នាក់នោះទេអ្នកគ្រប់គ្នាគិតថាខ្ញុំមកធ្វើការនៅទីនេះគេគិតថាខ្ញុំសប្បាយប៉ុន្តែទង្វើរបស់មុខកាំងគឺពិតជាគួរឲ្យស្អប់គេយកការប្រយុទ្ធជាល្បែងកំសាន្តរបស់គេដោយយកមនុស្សមកធ្វើជាបាវសាក់បើជាឯងចូលទៅប្រកាសជាស្លាប់ភីដួងកាំងក៏បានដើរចូលទៅបន្តិចទៀតឈុនសេនក៏បានស្រែកឯងមិនស្ដាប់ឮយើងនិយាយប្រាប់ឯងនោះទេភីដួងកាំងបែរមុខយ៉ាងកាយថាគឺខ្ញុំអាចគ្រប់គ្រងគេបានប៉ុន្តែឈ្មោះរបស់ឈុនសេនលែងមានអវត្តមាននៅទីនេះទៀតហើយយើងក៏ឃើញនៅភីដួងកាំងចុចនៅកណ្ដឹងកាំងក៏បានដើរមកបើកទ្វារក៏បានឃើញនៅភីដួងកាំងធ្វើមុខយ៉ាងមាំនឹងអូខេអរគុណដល់អ្នកនាងគ្នាសម្រាប់ការទស្សនាជួយចុច like Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបាយបាយ